នឹងដូច្នេះបើសិនជាយើងមិនបានកំណត់ដំណើរនៅឆន្ទៈនឹងដែលវាប្រព្រឹត្តទៅនៅក្នុងបញ្ចកាមគុណទេក្នុងរូបសម្លេងក្លិនរសផោតភពៈទេនឹងឆន្ទៈនឹងឯងវានឹងជាបច្ច័យឲ្យព្យាបាទវិតកៈកើតឡើងឬក៏វិហិង្សាវិតកៈកើតឡើងនៅក្នុងការពោលនោះហើយនៅក្នុងអារម្មណ៍នោះហើយណាក្នុងបញ្ចកាមគុណគឺរូបសម្លេងក្លិនរសផោតភពៈអញ្ចឹងនៅក្នុងសេចក្តីនេះគុណម្ចាស់ក្តីញាតិញោមពុទ្ធបរិស័ទខ្ញុំកណាខ្ញុំបាទក្តីនឹងឧបមាថាយើងមានបុគ្គលជាទីស្រឡាញ់ជាទីរាប់អានកាលណាគេពោលទោសចំពោះបុគ្គលនោះអ្វីកើតឡើងណាអកុសលវិតកៈកើតឡើងនៅក្នុងការពោលនឹងឯងថាមកពីអីថាមកពីយើងមិនបានលះបង់ឆន្ទៈក្នុងអារម្មណ៍នោះក្នុងបុគ្គលនោះណានឹងយើងអត់បានលះបង់នៅឆន្ទៈក្នុងបុគ្គលនោះនឹងឧបមាថាយើងពេញចិត្តជាមួយនឹងបុគ្គលកដល់ទៅពេលគេពោលទោសបុគ្គលកវាអាចព្យាបាទវិតកៈកើតឡើងហើយនឹងវិហិង្សាវិតកៈកើតឡើងព្រះអង្គទ្រង់ត្រាស់សម្ដែងថាអ្នកត្រូវលះបង់គឺសំខាន់ទៀតនឹងវាសំខាន់សម្រាប់យើងដែលមានជីវិតប្រព្រឹត្តទៅក្នុងប្រយោជន៍ក្នុងការត្រង់ត្រាប់ស្ដាប់នៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធដែលជាការក្រទៀតណាកិរិយាបានស្ដាប់នៅព្រះធម៌ហ្នឹងជាការក្រនឹងហើយសត្វលោកយើងមិនដឹងទេទៀតនឹងវង្វេងនឹងបណ្ដែតបណ្ដោយរស័ព្ទរសល់ទៅក្នុងមោហៈក្នុងបញ្ចកាមគុណចឹងទៅក្នុងរូបសម្លេងក្លិនរសនិងផោតភពៈ